បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបង្កើត account Cloud DMWS សម្រាប់ប្រើជាមួយនឹងកាមេរ៉ា brand បដាហោះអូខេយើងមុននឹងភ្ជាប់កាមេរ៉ាចូលគឺយើងត្រូវបង្កើត account មុនសិនអញ្ចឹងអ្នកទាំងអស់គ្នាដែលប្រើ iPhone គឺអាចចូលទៅ download app នឹងបាន app ឈ្មោះ DMWS នៅក្នុង App Store សម្រាប់ Android អាចចូល download ក្នុង Play Store បានតែ app នេះខ្ញុំបាន download ហើយគឺ DMWS នេះយើងចង់បង្កើត account គឺយើងចូលទៅក្នុង app ហ្នឹងមកអូខេពេលដែលយើងចូលមកដល់ក្នុង app ហ្នឹងហើយគឺយើងឃើញចេញមកបែបនេះគឺយើងចុចពាក្យថា sign up នេះគឺដើម្បីបង្កើត account អូខេបង្កើត account នេះគឺយើងប្រើ Gmail ក៏បានលេខទូរស័ព្ទក៏បានដែរប៉ុន្តែលេខទូរស័ព្ទមួយរយៈនេះគឺពិបាកបង្កើតវាអត់បោះverify code ឲ្យទេអញ្ចឹងយើងបង្កើត email គឺមានភាពងាយស្រួលជាងអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមបង្កើតហើយសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់មាន email ទេអាចចុចបង្កើត email សិនអាចបង្កើត email សិនណាតែខ្ញុំមាន email ហើយស្រាប់ហើយអូខេអញ្ចឹងខ្ញុំបញ្ចូល email អូខេហើយបន្តមកយើង set password នេះគឺយើង set ដល់ខ្លួនឯង set មិនក៏បានដែរសំខាន់មានអក្សរតូចអក្សរធំលាយជាមួយនឹងលេខលាយជាមួយនឹងសញ្ញាអីក៏បានដែរយើងដាក់ធ្វើម៉េចងាយស្រួលចាំហើយព្រោះ password ហើយនឹង Gmail នេះគឺសំខាន់នៅពេលដែលយើងចង់ដាក់ទូរស័ព្ទផ្សេងទៀតគឺយើងត្រូវការ login យើងអត់បង្កើតទៀតទេគឺយើង login យកតែម្ដងអញ្ចឹងគឺសំខាន់ណា password ហ្នឹងអូខេពេលដែលយើងពេញ password ហើយគឺយើងចុច tick and Chrome ហើយបន្ទាប់មកចុច get verification code ពេលដែលចុច get verification code វានឹងចេញមកឲ្យយើងរើសរូបភាព3តែរូបភាពយើងរើសមិនរើសដើម្បីឲ្យត្រូវជាមួយនឹងfrom ដែលគេឲ្យរូបដែលគេឲ្យរើសឲ្យដូចមកអូខេអញ្ចឹងយើងរើសរូបនេះ1 2 អូខេចឹងពេលដែលយើងរើសរូបហ្នឹងហើយគឺយើងត្រូវចូលមើលក្នុង email ដែលយើងយកមកបង្កើតមិញហ្នឹងគឺយើងចូលមើលក្នុង email ហ្នឹងមកហើយបន្ទាប់មកយើងចូលទៅយកលេខកូដ6ខ្ទង់នៅក្នុង email ហ្នឹងយើងមកបំពេញចូលអូខេចឹងពេលណាដែលយើងបំពេញលេខកូដដែលគេបោះចូលក្នុង email ហ្នឹងហើយវាចេញមកបែបនេះអ្នកនរគ្នាមិនបាច់ចុច verification ទេនាំពិបាកអីគឺយើងចុច cancel មកអូខេពេលដែលយើងចុច cancel ហើយគឺយើងបង្កើត account DMWS ហ្នឹងគឺបានជោគជ័យហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចយកទៅ scan add camera បានទេអាច scan add device អីផ្សេងចូលបានទេអញ្ចឹងរបៀបបង្កើត account DMWS សម្រាប់ប្រើជាមួយនឹងកាមេរ៉ា brand បដាហោះគឺមានតែប៉ុណ្្នឹងទេអរគុណ